ឬគល់នៃចំនួនព្រំដែនដ៏រ៉ាំរ៉ៃនិងចំហដែលខ្មែរគ្រប់រូបគួរប្រកាន់ខ្ជាប់បាទបងប្អូននេះគឺជាទស្សនវិភាគដ៏ល្អមួយដែលចែករំលែកដោយអេដាមសង់ហ្វ្រង់ស័រតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរបស់យើងដែលលោកបានបញ្ជាក់ថានេះគឺជាការយល់ដឹងដ៏សំខាន់មួយដែលចង់ឲ្យបងប្អូនជនរួមជាតិខ្មែរគ្រប់រូបគួរយល់ដឹងឲ្យបានគ្រប់គ្នាអញ្ចឹងខ្ញុំសូមអានអត្ថបទទាំងស្រុងនេះជូនពុកម៉ែបងប្អូនស្ដាប់ទាំងអស់គ្នាជុំវិញស្ថានភាពចំនួនព្រំដែនកម្ពុជាថៃអេដាមសង់ហ្វ្រង់ស័រតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិបានលើកឡើងនូវទស្សនវិភាគដ៏សំខាន់មួយដើម្បីជាសារដាស់តឿននិងផ្ដល់ជាពុទ្ធិដល់ប្រជាពលរដ្ឋខ្មែរឲ្យបានយល់ដឹងច្បាស់ពីប្រវត្តិសាស្ត្រនិងយុទ្ធសាស្ត្រសម្រាប់អនាគតខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ដែលកម្ពុជាគួរយល់ដឹងទី1ចំនួនព្រំដែនជាមួយប្រទេសខាងលិចគឺជាជំងឺរ៉ាំរ៉ៃដោយហេតុតែវាកើតឡើងឥតល្ហែតាំងពីឆ្នាំ1953មកចំនួនព្រំដែនជាមួយប្រទេសខាងលិចយើងនេះគឺជាបញ្ហាដ៏រ៉ាំរ៉ៃម្ល៉េះហើយរាល់ដំណោះស្រាយមិនថានៅក្នុងឆ្នាំ1962ឆ្នាំ2013ឬក៏នៅឆ្នាំ2025នេះបើសិនជាសម្រេចបានគឺគ្រាន់តែជាការត្រូវរើគ្នាមួយដែលមានលក្ខណៈជាបណ្ដោះអាសន្នសម្រាប់រយៈកាលខ្លីឬរយៈកាលមធ្យមតែប៉ុណ្ណោះយើងមិនគួរសង្ឃឹមពេកទេថានឹងមានសន្តិភាពយូរអង្វែងឬជាស្ថាពរនោះចំណុចទី2ហេតុអ្វីបានជាខាងលិចមិនចប់មិនហើយមានមូលហេតុសំខាន់ចំនួន2ដែលធ្វើឲ្យបញ្ហានេះនៅតែបន្តបញ្ហាទី1អ្នកជិតខាងមួយនេះបានបង្រៀនប្រជាជនគេជាច្រើនជំនាន់កន្លងមកហើយឲ្យស្រណោះស្រណោកសម័យកាលមុនអនុសញ្ញា1904និងសន្ធិសញ្ញា1907រវាងគេនិងបារាំងដែលកាលនោះជាអាណាព្យាបាលរបស់កម្ពុជាយើងហេតុផលទី2អស្ថិរភាពនយោបាយដែលសឹងតែជាអចិន្ត្រៃយ៍របស់គេជាពិសេសចាប់តាំងពីឆ្នាំ2001មកបានជំរុញឲ្យថ្នាក់ដឹកនាំឱកាសនិយមមួយចំនួនរបស់គេទាំងស៊ីវិលនិងយោធាធ្វើការផ្ទេររឿងរ៉ាវចំនួនផ្ទៃក្នុងមកជាបញ្ហាព្រំដែនគោលដៅគឺដើម្បីសាកល្បងនាំមកនៅអស្ថិរភាពជាតិនិងពង្រឹងឯកភាពជាតិរបស់គេឡើងវិញតាមរយៈការបង្វាយកំហឹងប្រជាជនគេមកលើយើងដោយចង្អុលមុខនិងចោទយើងផ្ដេសផ្ដាសថាបាននឹងកំពុងបន្តឈ្លានពានទឹកដីគេហេតុនេះហើយបានជាពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀតគេទទួលស្គាល់រួចហើយបែរជាកិច្ចកុកមិនព្រមទទួលស្គាល់នៅសន្ធិសញ្ញាសេចក្តីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិផែនទីផ្លូវការនិងកិច្ចព្រមព្រៀងផ្សេងចំណុចទី3ជំហរនិងការបដិញ្ញាចិត្តរបស់កម្ពុជានៅចំពោះមុខបញ្ហាតចំនួននេះកម្ពុជាយើងនិងខ្មែរយើងត្រូវតែមានជំហរច្បាស់និងត្រូវចេះបដិញ្ញាចិត្តច្បាស់កជំហរច្បាស់គឺត្រូវយល់ដឹងថាពលិកម្មក្តីក្លាហាននិងភាពធន់របស់កងទ័ពយើងនៅសមរភូមិមុខត្រូវតែជំរុញជនរួមជាតិនៅខាងក្រោយឲ្យចេះនិងចង់ពង្រឹងឯកភាពជាតិឲ្យរឹងរឹតតែមាំនិងខ្លាំងសន្តិសុខនៃកងទ័ពនៅខាងមុខជាសន្តិសុខរបស់ប្រជាជនយើងទាំងមូលការលាក់ការឬមិនត្រូវផ្សព្វផ្សាយព័ត៌មានសម្ងាត់ដើម្បីរក្សាការពារប្រយោជន៍ជាតិទាំងមូលគឺជាការចាំបាច់ឈ្នះចាញ់មិនមែនជាដំណោះស្រាយទេហើយឈ្នះដោយឲ្យតម្លៃដល់កិច្ចចរចានិងជៀសវាងសង្គ្រាមមិនមែនជាយុទ្ធសាស្ត្រកំសាកឡើយតែជាភាពចាស់ទុំនិងប្រកបដោយចក្ខុវិស័យវែងឆ្ងាយខការបដិញ្ញាចិត្តច្បាស់គឺត្រូវយល់ដឹងថាត្រូវបណ្ដុះបណ្ដាលនិងអភិវឌ្ឍស្មារតីស្នេហាជាតិហើយទន្ទឹមនឹងនេះត្រូវច្រានចោលជាតិនិយមជ្រុលដែលជាមនោគមវិជ្ជាប្រកបដោយគ្រោះថ្នាក់នេះជាការចាំបាច់បំផុតពីអំណេះតទៅទាំងថ្នាក់ដឹកនាំទាំងពលរដ្ឋពិសេសយុវជននិងយុវនារីត្រូវបន្តប្រឹងប្រែងអភិវឌ្ឍខ្លួនពិសេសពេលសុខសាន្តត្រាននិងអភិវឌ្ឍកម្ពុជាឲ្យក្លាយទៅជាប្រទេសនិងប្រជាជនខ្លាំងពូកែដើម្បីទប់ទល់នឹងការប្រមាថការជន់ឈ្លីនិងការឈ្លានពានដែលនឹងនៅតែបន្តកើតឡើងមិនយូរមិនឆាប់ក្នុងអនាគតកាលជិតឬឆ្ងាយបាទបងប្អូននេះគឺជាអត្ថន័យដើមទាំងស្រុងដែលចេញផ្សាយដោយ Page The Khmer Today ហើយអត្ថបទនេះគឺសរសេរចែករំលែកដោយឯកឧត្តមរដ្ឋមន្ត្រីសង់ហ្វ្រង់ស័រតាំងដែលលោកបានបញ្ជាក់យ៉ាងច្បាស់ណាស់ថាដើម្បីកុំឲ្យដើម្បីជៀសវាងការដែលគេត្រឡប់មកជិះជាន់យើងសារជាថ្មីវិញពីព្រោះថាបំណងរបស់គេនេះមិនមែនចប់នៅពេលនេះទេអាចពេលណាមួយ5ឆ្នាំឬក៏10ឆ្នាំទៀត
ថារយៈពេលខ្លីឬក៏រយៈពេលមួយជុំគឺយើងប្រហែលជាអាចស្ងាត់បន្តិចបានប៉ុន្តែតទៅមុខទៀតគេនឹងមិនដែលឈប់ទេក្នុងការបង្វែរកំហឹងរបស់ប្រជាជនគេពេលណាគេមានបញ្ហាផ្ទៃក្នុងគេនឹងបង្វែរកំហឹងរបស់ប្រជាជនគេឲ្យមកខឹងខ្មែរឲ្យមកស្អប់ខ្មែរឲ្យរួបរวมគ្នាប្រឆាំងនឹងខ្មែរសារជាថ្មីទៀតហើយដូច្នេះដើម្បីកុំឲ្យយើងคล้ายជាក្មេងតូចដូចខ្ញុំធ្លាប់ប្រើពាក្យនេះក្នុងវីដេអូមុនអញ្ចឹងដើម្បីកុំឲ្យយើងคล้ายជាក្មេងតូចដែលគេអាចវាយលេងពេលណាក៏បានលុះត្រាតែយើងអភិវឌ្ឍខ្លួនលុះត្រាតែយុវជនចំនួនក្រោយយើងខំរៀនខំធ្វើការកសាងខ្លួនឲ្យបានល្អមានអនាគតល្អឈប់ត្រឡប់ទៅធ្វើការឲ្យគេបំរើគេបង្កើនសេដ្ឋកិច្ចគេបាទទៅស៊ីឈ្នួលគេឲ្យគេមើងងាយបន្តទៀតយើងខិតខំធ្វើការងាររស់នៅក្នុងស្រុកទេសរបស់យើងកសាងសេដ្ឋកិច្ចយើងឡើងរៀនឲ្យប្រកែកជាងមុនឲ្យឆ្លាតជាងមុនខិតខំកសាងខ្លួនឲ្យរឹងមាំជាប្រទេសមានបានជាប្រទេសជឿនលឿនជាប្រទេសដែលរឹងមាំជាងមុនទើបគេលែងហ៊ានប្រមាថមើងងាយយើងតាមតែអំពើចិត្តរបស់គេទៀតអរគុណបងប្អូនខ្ញុំឲ្យតម្លៃនៅអត្ថបទនេះមែនទែនមើលឃើញថាសុទ្ធតែបង្ហាញអំពីគន្លឹះសំខាន់ដូចជាចំណុចដែលអាយដាមបានចែករំលែកថាឫសគល់របស់គេគឺគេបរៀនកូនចៅគេតចំនួនច្រើនហើយឲ្យគេសោកស្ដាយនៅទឹកដីមុនឆ្នាំ1904ទៅទៀតតាំងពីមុនបារាំងកាត់ខេត្តមួយចំនួនទៅឲ្យខ្មែរវិញនឹងអញ្ចឹងទេរឿងរ៉ាវប្រវត្តិសាស្ត្រទាំងអស់នេះកម្ពុជាមិនយកជាការឈឺចាប់មកដល់បច្ចុប្បន្នទេប៉ុន្តែគេបរៀនកូនចៅគេឲ្យសោកស្ដាយសំណោះសំណោករឿងហ្នឹងគឺជាមូលហេតុដែលគេនៅតែបន្តចង់បានទោះបីជាមានបកគោលប៉ុណ្ណាទោះបីជាមានកិច្ចព្រមព្រៀងអីក៏គេនៅតែអាចនឹងបដិសេធនឹងមិនទទួលស្គាល់នៅពេលខាងមុខទៀតអញ្ចឹងហើយសំខាន់ណាស់ដែលយើងត្រូវការពង្រឹងខ្លួនឲ្យប្រកែកជាងមុនមានសមត្ថភាពជាងមុនហើយគ្រប់គ្រងខ្មែរគ្នាឯងជាពិសេសគឺយើងនៅតែបន្តពហិការខ្ញុំជឿថារហូតមកដល់ពេលនេះពុកម៉ែបងប្អូនឈឺចាប់ច្រើនដងហើយឈឺចាប់ច្រើនខែហើយទឹកភ្នែកនោះគឺថាខ្សោះទឹកភ្នែកហើយសង្ឃឹមថាយើងអាចបន្តពហិការទំនិញសៀមអស់មួយជីវិតទាំងអស់គ្នាហើយពីមុនសង្គ្រាម5ថ្ងៃមុនយើងឃើញថានៅមានក្មេងៗបងប្អូនមួយចំនួនអាចថាមិននឹកចាំអាចថាមិនទាន់ចេះជួយចាប់ប៉ុន្តែពេលនេះបើយើងមិនធ្វើកិច្ចការនេះទេគេនឹងមានសមត្ថភាពត្រឡប់មកវាយប្រហារយើងវិញនៅពេលខាងមុខកាន់តែឆាប់ឲ្យតែយើងយកលុយយើងទៅចិញ្ចឹមគេសាជាថ្មីទៅឧបត្ថម្ភគេសាជាថ្មីយើងដឹងច្បាស់ហើយថាគេមានបំណងក្នុងការឈ្លានពានយើងនេះគឺតចំនួនតទៅមុខទៀតដូច្នេះសង្ឃឹមថាយើងនឹងត្រឡប់យកគ្រប់លទ្ធភាពគ្រប់លុយកាក់គ្រប់សេនរបស់យើងមកគ្រប់គ្រងផលិតផលក្នុងស្រុកឲ្យខ្មែរយើងអាចក្រោកឈរបានខ្មែរមានបានខ្មែរធូរធារថ្ងៃក្រោយគឺខ្មែរយើងនឹងឯងជាអ្នកដែលជួយយើងទាំងអស់គ្នាជាអ្នកដែលជួយខ្មែរយើងក្នុងពេលដូចដែលយើងកំពុងតែជួយគ្នាឥឡូវនេះអញ្ចឹងបងប្អូនអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ